រឿងការគ្រាក្រអូនស្រឡាញ់បងដល់បានជួបថៅកែធំអូនរត់ចោលបងបាត់នៅពេលដែលជីវិតនៅក្នុងភាពក្រខ្សត់អូននិងបងបានជួបគ្នាក្នុងផ្សារតូចមួយបងជាកម្មករធម្មតាខំធ្វើការថ្ងៃរាត្រីខណៈអូនលក់បន្លែជាមួយម្ដាយទោះបីជាការរស់នៅពិបាកប៉ុន្តែស្នេហារបស់ពួកគេវិញសាមញ្ញតែពិតប្រាកដថ្ងៃណាមួយបងនឹងធ្វើឲ្យអូនរស់សុខសប្បាយគឺបងនិយាយជាមួយភ្នែកពេញដោយសេចក្តីសង្ឃឹមអូនញឹមស្រាលអូនមិនចង់បានអ្វីច្រើនទេសុំតែបងនៅក្បែរអូនគ្រប់ពេលគ្រប់វិនាទីប៉ុន្តែជីវិតមិនដូចដែលគិតថ្ងៃមួយអូនបានជួបថៅកែធំម្នាក់ដែលមកទិញទំនិញនៅផ្សារគាត់ស្លៀកពាក់ប្រណិតមានឡានទំនើបនិងនិយាយទន់ភ្លន់គាត់ចាប់អារម្មណ៍លើអូនហើយចាប់ផ្ដើមជួយអូនជាញឹកញាប់ទាំងលុយទាំងឱកាសការងារពីមុនអូនគ្រាន់តែគិតថាជាការជួយធម្មតាប៉ុន្តែបន្តិចម្ដងជីវិតអូនបានផ្លាស់ប្ដូរពីក្មេងស្រីក្រម្នាក់ទៅជាមនុស្សដែលរស់នៅក្នុងភាពសុខស្រួលចំណែកបងវិញនៅតែខំធ្វើការដោយមិនដឹងថាចិត្តអូនកំពុងផ្លាស់ប្ដូរថ្ងៃមួយអូននិយាយថាបងអូនគិតថាយើងមិនសមគ្នាទៀតទេពាក្យតែមួយនោះធ្វើឲ្យបេះដូងបងដូចជាខូចខាតទាំងមូលហេតុអ្វីបងសួរដោយសំឡេងញ័រអូនមើលចុះក្រោមអូនចង់មានជីវិតល្អជាងនេះក្រោយថ្ងៃនោះអូនបាត់ទៅជាមួយថៅកែធំទុកឲ្យបងនៅតែម្នាក់ឯងជាមួយអតីតកាលដែលពោរពេញដោយអនុស្សាវរីយ៍បងនៅតែឈរនៅកន្លែងចាស់តែមនុស្សដែលបងស្រឡាញ់បាត់បង់ទៅហើយក្រោយពីអូនចាក់ចេញជីវិតបងដូចជាធ្លាក់ចូលក្នុងភាពងឹតបងមិនមានទាំងកម្លាំងធ្វើការនិងមិនចង់ជួបអ្នកណាទៀតឡើយផ្សារដែលកន្លែងដែលធ្លាប់មានស្នេហាឥឡូវវិញក្លាយជាកន្លែងឈឺចាប់ប៉ុន្តែមួយថ្ងៃបងគិតបានថាបើបងបន្តបែបនេះអនាគតបងនឹងអស់អ្វីទាំងអស់ចាប់ពីថ្ងៃនោះបងចាប់ផ្ដើមខំប្រឹងម្ដងទៀតព្រឹកធ្វើការល្ងាចរៀនជំនាញបន្ថែមមិនថានឿយហត់ប៉ុណ្ណាក៏បងមិនឈប់ទេពេលវេលាឆ្លងកាត់បងបានក្លាយជាមនុស្សម្នាក់ដែលមានជំនាញនិងឱកាសល្អរយៈពេល2ឆ្នាំក្រោយបងមិនមែនជាកម្មករធម្មតាទៀតទេតែក្លាយជាអ្នកគ្រប់គ្រងតូចម្នាក់ក្នុងក្រុមហ៊ុនមួយជីវិតបងបានប្រសើរឡើងដោយកម្លាំងនិងការមិនបោះបង់ចំណែកអូនវិញនៅដំបូងអូនរស់នៅក្នុងភាពសុខស្រួលមានអ្វីគ្រប់យ៉ាងដែលធ្លាប់ស្រមៃប៉ុន្តែថៅកែធំនោះមិនដូចដែលអូនគិតឡើយគាត់មិនស្មោះត្រង់មានអ្នកស្រីផ្សេងហើយមើលអូនគ្រាន់តែជាការកម្សាន្តមួយប៉ុណ្ណោះថ្ងៃមួយអូនសម្រេចចិត្តចាកចេញប៉ុន្តែពេលនោះអ្វីគឺយឺតពេលទៅហើយអូនត្រឡប់មកផ្សារដដែលកន្លែងដែលធ្លាប់មានបងហើយអូនបានឃើញបងម្ដងទៀតបងឈរជាមួយភាពជឿជាក់មិនមែនមនុស្សដែលទៀតទេអូនដើរទៅជិតហើយនិយាយទាំងភ្នែកពោពេញដោយទឹកភ្នែកបងអូនសុំទោសអូនដឹងថាអូនខុសបងស្ងៀមបន្តិចមើលអូនដោយភ្នែកស្ងប់ស្ងាត់អតីតកាលគឺអតីតកាលបងមិនស្អប់អូនទេបងនិយាយយ៉ាងទន់ភ្លន់តែបងក៏មិនអាចត្រឡប់ទៅដូចមុនបានដែរពាក្យនោះធ្វើឲ្យអូនយំខ្លាំងព្រោះអូនបានដឹងថាអ្វីដែលបាត់បង់មិនអាចយកមកវិញបានទេបងដើរចេញទៅមុខបន្តជីវិតថ្មីរបស់ខ្លួនខណៈអូននៅសល់តែការសោកស្ដាយនិងមេរៀនជីវិតដ៏ឈឺចាប់បន្ទាប់ពីថ្ងៃនោះបងមិនបានត្រឡប់ទៅរកអូនវិញទេបងយល់ច្បាស់ថាស្នេហាដែលធ្លាប់មានគឺស្អាតប៉ុន្តែមិនអាចយកមករស់ឡើងវិញបានទៀតបងផ្ដោតលើជីវិតនិងការងាររបស់ខ្លួនពេលវេលាឆ្លងកាត់បងកាន់តែរីកចម្រើនមានគោលដៅច្បាស់និងជីវិតមានស្ថិរភាពថ្ងៃមួយនៅកន្លែងធ្វើការបងបានជួបនារីម្នាក់នាងមិនស្អាតលេចធ្លោដូចអូនទេប៉ុន្តែនាងមានចិត្តល្អស្មោះត្រង់និងគាំទ្របងគ្រប់ពេលនាងនៅក្បែរបងពេលបងលំបាកនិងមិនដែលបោះបង់បងឡើយបន្តិចម្ដងបេះដូងបងបានបើកឡើងម្ដងទៀតមិនមែនស្នេហាដែលរលឹកអតីតកាលទេប៉ុន្តែជាស្នេហាថ្មីដែលមានភាពចាស់ទុំនិងការយល់ចិត្តគ្នាក្រោយមកបងសម្រេចចិត្តរៀបការជាមួយនារីនោះជីវិតគ្រួសាររបស់បងមិនមានភាពប្រណិតខ្លាំងប៉ុន្តែពោរពេញដោយសេចក្តីសុខនិងសន្តិភាពចំណែកអូនវិញអូននៅតែរស់នៅជីវិតធម្មតាខំធ្វើការនិងរៀនរស់ដោយខ្លួនឯងពេលខ្លះ
អូនឃើញបងជាមួយប្រពន្ធថ្មីដែលឆ្លងកាត់ផ្សាបេះដូងអូននៅតែឈឺតែអូនញញឹមស្រាលព្រោះអូនដឹងថាមនុស្សល្អម្នាក់ដែលធ្លាប់ស្រឡាញ់អូនខ្លាំងបំផុតអូនបានបាត់បង់ដោយសារជម្រើសរបស់ខ្លួនក